ប្អូនទី7ទីបំផុតប្អូនទី7ដឹងខ្លួនហើយប្អូនទី7ប្អូនដឹងខ្លួនហើយទីបំផុតប្អូនមានស្មារតីឡើងវិញហើយពួកយើងស្មានតែប្អូនស្លាប់បាត់ទៅហើយហេតុអ្វីឯងនិយាយបែបនេះប្អូនទី7មិនងាយដឹងខ្លួនក៏ព្រោះតែពួកយើងស្រូបយកសារធាតុចិញ្ចឹមច្រើនពេកដែរប្អូនទី7គួរឲ្យអាណិតជាងគេណាស់ជំរាបសួរបងប្រុសបងស្រីទាំងឡាយធ្វើខ្លួនឲ្យស្ងប់ស្ងាត់សិនទៅមិនដឹងថាពួកគេសុទ្ធតែជាព្រះអាទិទេពបុរាណណាខ្លះនោះទេប្អូនទី7ដឹងខ្លួនយឺតយ៉ាវយ៉ាងនេះតើអាចនឹងស្លាប់ពាក់កណ្ដាលទីទេប្អូនទី7ពិតជាខ្សោយពេកហើយបើនៅតែបែបនេះទៀតមិនល្អឡើយចុះត្រូវធ្វើរឿងបែបណាទៅពួកយើងត្រូវតែជួយសង្គ្រោះប្អូនទី7មិនស្មើនឹងចែករំលែកធាតុពិតដើមរបស់ពួកយើងខ្លះតាមរយៈវេលាឃ្លោកមេដីទៅឲ្យប្អូនទី7ទៅល្អប្អូនទី7បងមកមុនគេហើយប្អូនចាំបឺតស្រូបបន្តិចម្ដងទៅអរគុណបងប្រុសបងស្រីទាំងអស់គ្នាណាស់មកពីប្រភពតែមួយជាមួយគ្នាមិនបាច់និយាយពាក្យអរគុណឡើយនេះជាច្បាប់នៃកម្លាំងឬច្បាប់នៃកម្លាំងគឺជាច្បាប់កម្ពុជានៃវិថីធំទាំង3000ពេញមួយទឹកដីបុរាណមានតែព្រះផានគូម្នាក់គត់ដែលគ្រប់គ្រងវាបានបងធំតើបងជាព្រះផានគូមែនទេផានគូជានរណាទៅដែនពេលវេលាឯករាជ្យល្បឿននៃការដកដង្ហើមធម៌គឺលឿនជាងពិភពខាងក្រៅឆ្ងាយណាស់ជាតិមុននិងជាតិភពនេះធម៌នឹងរឹតអំណាចក៏កាន់តែច្បាស់លាស់ឡើងហើយម្នាក់ពិតជាខ្លាំងពូកែហួសថ្លៃណាស់សមត្ថភាពរបស់បងប្រុសបងស្រីសុទ្ធតែខ្លាំងពូកែអស្ចារ្យយ៉ាងនេះតែសមត្ថភាពពិសេសរបស់ខ្ញុំគឺជាអ្វីទៅការយល់ដឹងដ៏អស្ចារ្យរៀនអ្វីក៏លឿនដែរទេវតាពិតជាប្រណីខ្ញុំមិនតិចឡើយរួមបញ្ចូលធាតុពិតទាំង6និងសមត្ថភាពយល់ដឹងពីកំណើតចូលគ្នាពិធីធំហុងម៉ងតើជាធាតុស្វាយហុងម៉ងឬអត់វាមិនសំខាន់ទេបិទស្រូបយកសិនទៅចាំគិតទៀតបងធំហៀបនឹងមានរឿងកើតឡើងហើយអបអរសាទរបងធំដែលបានបដូររូបរាងចេញមកអបអរសាទរបងធំដែលបានចាប់កំណើតអបអរសាទរបងធំដែលបានចាប់កំណើតហាប្អូនក៏ត្រូវតែខំប្រឹងវឹកហាត់ទៅគង់តែមានថ្ងៃមួយអាចទម្លាយសម្បកចេញមកបានដូចគ្នាម៉ែឲ្យបងធំមិនមែនជាព្រះផានគូពិតមែនទេដឹងទោះបីជាមិនមែនជាព្រះផានគូក៏ពិតជាមានទំនាក់ទំនងជាមួយព្រះផានគូដែរឬមួយក៏និយាយថាបងធំបានបាត់បង់ការចងចាំពីជាតិមុនទៅហើយមិនថារូបរាងច្បាប់ឬក៏ដង្ហើមធម៌សុទ្ធតែដូចគ្នាទៅនឹងព្រះផានគូក្នុងរឿងព្រេងខ្លាំងណាស់តែអ្វីដែលចម្លែកបំផុតនោះគឺបងធំមិនស្គាល់ថាផានគូជានរណាឡើយទីងប្រព័ន្ធរងការវាយប្រហារពីវិថីធំហៀបនឹងស្វែងរកវត្ថុស្នាក់អាស្រ័យហើយទីងរកឃើញវត្ថុស្នាក់អាស្រ័យហើយគឺវេលាឃ្លោកពីកំណើតកោះសួនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរថាមពលទាំងអស់ត្រូវបានបញ្ចូលទៅក្នុងទំពាំងបាយជូរឃ្លោកពីកំណើតទំពាំងបាយជូរឃ្លោកពីកំណើតកំពុងផ្លាស់ប្ដូរទម្រង់តើវាជាអ្វីទៅ
ពួកយើងទាំងអស់គ្នារស់នៅទីនេះហេតុអ្វីមិនហៅថាភូមិឃ្លោកទៅល្អណាស់ហៅថាភូមិឃ្លោកទៅស្ថានភាពដីនេះហាក់បីដូចជាមិនមែនមកពីការដួលរំនោះទេឬមួយក៏ប្រព័ន្ធបាននាំយកទំពាំងបាយជូរឃ្លោកចេញពីកន្លែងដើមរបស់វាកុំទាន់គិតពីរឿងទាំងនេះអីការបង្កើនកម្លាំងគឺជារឿងសំខាន់បំផុតពិតជាទំពាំងបាយជូរឃ្លោកពីកំណើតដ៏ល្អមែននឹកស្មានមិនដល់ថាវាអាចផ្លាស់ប្ដូរទម្រង់បានពិតជាចម្លែកនិងអស្ចារ្យណាស់តាចាស់កំខូចឯងជាអ្នកណាមកឈរអ៊ូតំអីនៅទីនេះអូឃ្លោកទាំងនេះសុទ្ធតែបានបង្កើតជីវិតឡើងមកហើយនៅលើទំពាំងបាយជូរឃ្លោកដើមឡើយត្រូវតែមានឃ្លោកចំនួន7ប៉ុន្តែឥឡូវនេះសល់តែ6ប៉ុណ្ណោះឬមួយក៏មានមួយបានចាប់កំណើតរួចទៅហើយតាចាស់កំខូចឆាប់ប្រញាប់ថយចេញទៅចាំបងធំត្រឡប់មកវិញឯងនឹងដឹងខ្លួនជាមិនខានអ្នករាល់គ្នាកុំបារម្ភអីអាត្មាគឺហុងជុនគ្មានបំណងអាក្រក់ទេគ្រាន់តែយល់ថាម្នាក់ក្នុងចំណោមពួកឯងមាននិស្ស័យជាមួយអាត្មាប៉ុណ្ណោះហុងជុនមិនល្អទេតាចាស់ម្នាក់នេះគឺជាតាវសាសណាទេតើហុងជុននិយាយថាមានឃ្លោកមួយមាននិស្ស័យជាមួយគាត់កុំប្រាប់ណាថាជាខ្ញុំនោះឃ្លោកពណ៌ស្វាយនេះមាននិស្ស័យជាមួយអាត្មាសុំនាំយកវាទៅជាមួយចុះអាយ៉ាពិតជាខ្ញុំមែនបើត្រូវបានគាត់បេះយកទៅតើខ្ញុំនៅមានជីវិតទេតាចាស់កំខូចអញហ៊ានប៉ះពាល់ប្អូនទី7ពួកយើងនឹងសម្លាប់ឯងតាចាស់កំខូចកុំប៉ះពាល់ប្អូនទី7របស់ខ្ញុំអីចាំខ្ញុំចាប់កំណើតបានខ្ញុំច្បាស់ជាមិនលើកលែងឲ្យឯងឡើយបងធំជួយផងបងធំតាចាស់កំខូចនេះចង់បេះប្អូនទី7ហើយបងធំជួយជីវិតផងកម្លាំងច្បាប់តាវនេះពិតជាខ្លាំងក្លាណាស់តើគាត់គឺជាផានគូមិនអាចទៅរួចទេផានគូច្បាស់ជាបានស្លាប់បាត់ទៅហើយមិត្តតាវរូបនេះអញចង់ធ្វើបាបប្អូនទី7របស់ខ្ញុំមែនទេមិនមែនដូច្នោះទេគ្រាន់តែឃ្លោកពណ៌ស្វាយនេះមាននិស្ស័យជាមួយអាត្មាប៉ុណ្ណោះមានក្បាលឯងឯណោះអូព្រះអើយបងធំចាប់ផ្ដើមវាហើយអូព្រះអើយខ្លាំងយ៉ាងនេះមិត្តតាវនេះពិតជាក្បាច់គុណដែលខ្លាំងក្លាបំផុតហើយការវាយប្រហារមួយក្បាច់របស់បងធំធ្វើឲ្យស្ថានសួគ៌ទាំងមូលត្រូវញាប់ញ័រនោះគឺហុងជុនតាការវាយប្រហារមួយក្បាច់របស់បងធំធ្វើឲ្យគាត់ធ្លាក់ឈាមហើយតាចាស់កំខូចគួរឲ្យស្អប់ណាស់ទៅស្លាប់ទៅត្រូវហើយថែមមួយក្បាច់ទៀតទៅបងធំពិតជាអស្ចារ្យមែនកុំឲ្យគាត់មានគំនិតចង់បានប្អូនទី7ទៀតអីបុគ្គលខ្លាំងពូកែម្នាក់នេះឥឡូវនេះត្រូវបានបងធំវាយឲ្យរងរបួសធ្ងន់ហើយបងធំបានក្តោបក្តាប់ក្បាច់គុណដ៏អស្ចារ្យថែមទាំងអាចវាយហុងជុនឲ្យរបួសធ្ងន់បានទៀតបើជាកម្លាំងពេញលេញរបស់ផានគូការវាយប្រហារមួយក្បាច់នេះហុងជុនច្បាស់ជាមិនមែនគ្រាន់តែធ្លាក់ឈាមនោះទេឬមួយក៏បងធំគឺជាព្រលឹងវិញ្ញាណរបស់ព្រះផានគូចាប់ជាតិបើដូច្នោះមែនទៅថ្ងៃអនាគតខ្ញុំមិនអាចដើរច្រងៀងបានទៅហើយទេអីមិត្តតាវហុងជុនឈប់ទៅកុំធ្វើបាបទៀតអីទៅឲ្យឆ្ងាយទៅយើងនឹងជួបគ្នាម្ដងទៀតនៅថ្ងៃក្រោយអ្នករាល់គ្នាគ្មានការអីទេមែនទេបងធំពួកយើងមិនអីទេតាចាស់ម្នាក់នោះហ៊ានមកបេះប្អូន7ផងចាំខ្ញុំផ្លាស់ប្ដូររូបរាងបានខ្ញុំច្បាស់ជាស្វាគមន៍គាត់មួយដៃមិនខានត្រូវហើយខ្ញុំក៏ចង់ទៅដែរវាឲ្យគាត់លែងហ៊ានមកទៀតត្រូវតែផ្ដល់មេរៀនឲ្យគាត់ដឹងដែរម្ដងគ្មាននរណាអាចមកធ្វើបាបប្អូន7បានទេនោះជាបុកបរោះទៅណានិយាយស្រួលថានឹងវាគាត់ភ្លាមអញ្ចឹងហី
អបអរសាទរបងពីរបងបីដែលបានផ្លាស់ប្ដូររូបរាងដោយជោគជ័យនេះក៏ដោយសារតែបងធំជួយការពារនិងថែរក្សាយើងទាំងយប់ទាំងថ្ងៃដែរអបអរសាទរបងពីរបងបីដែលបានផ្លាស់ប្ដូររូបរាងដោយជោគជ័យអបអរសាទរបងពីរបងបីដែលបានផ្លាស់ប្ដូររូបរាងពួកឯងក៏ត្រូវតែប្រញាប់ប្រញាល់ហ្វឹកហាត់ដែរជាពិសេសគឺប្អូន7ធៀបពិតខ្សោយជាងគេត្រូវតែខំប្រឹងទ្វេដងបងពីរខ្ញុំនឹងខំប្រឹងប្អូន3នៅចាំតាចាស់ម្នាក់នោះទេពួកយើងទៅស្វាគមន៍គាត់មួយដៃល្អទេល្អណាស់ល្អណាស់បងពីរបងបីរឿងនេះកន្លងផុតទៅរាប់លានឆ្នាំហើយតើយើងមិនបាច់ប្រកាន់ទេបានទេនោះជាបុកបរោះទៅនាពេលអនាគតណាបងធំអាចវាយឈ្នះតែតើបងទាំងពីរអាចធ្វើបានទេខ្ញុំបារម្ភខ្លាំងណាស់ហេតុអីមិនទៅប្អូន7ឯងមិនមែនបារម្ភថាពួកយើងវាចាញ់តាចាស់ម្នាក់នោះទេដឹងគឺបងពីរខ្ញុំមិនមែនមានន័យបែបហ្នឹងទេប្អូន7ឯងមិនមែនបារម្ភថាពួកយើងវាចាញ់តាចាស់ម្នាក់នោះទេដឹងគឺបងពីរខ្ញុំមិនមែនមានន័យបែបហ្នឹងទេខ្ញុំចង់និយាយថាពិតមែនណាស់តែនោះជាបុកបរោះទៅនាពេលអនាគតណាបងទាំងពីរទើបតែផ្លាស់ប្ដូររូបរាងនរណាឈ្នះនរណាចាញ់គឺពិបាកនិយាយណាស់ប៉ុន្តែមុននឹងចាក់ចេញទៅពួកយើងត្រូវតែបង្កើតរបាំងការពារភូមិជាមុនសិនប្អូន3ឯងកុំលាក់បាំងសមត្ថភាពអីក្នុងពេលដែលបងពីរនិយាយបែបនេះហើយខ្ញុំក៏សូមបង្ហាញសមត្ថភាពបន្តិចចុះតោះពួកយើងទៅគួរតែអញ្ចឹងឯងទន្លេដ៏ធំទាំងពីររបស់បងពីរនិងបងបីគឺពិតជាអាចកំបាំងខ្លាំងណាស់ចាំពេលដែលខ្ញុំផ្លាស់ប្ដូររូបរាងបានខ្ញុំច្បាស់ជាត្រូវចូលទៅមើលឲ្យបានច្បាស់លាស់បងពីរបងបីហេតុអ្វីក៏មិនទាន់ត្រឡប់មកវិញទៀតពួកគេមិនមែនត្រូវបានលោកហុងជួនបង្ក្រាបទេដឹងបងប្អូនទាំងឡាយពួកយើងត្រឡប់មកវិញហើយមាននឹកពួកយើងទេបងប្រុសទី2បងប្រុសទី3ត្រឡប់មកវិញហើយប្អូនទី7ពួកយើងពិបាកណាស់ទើបរកឃើញតាវចាស់ហុងជុនវីគាត់ឡើងតច្រករត់ចែកជើងគ្នាគួរឲ្យសប្បាយចិត្តណាស់ហួងចុងតើនេះជាផ្លែហួងចុងលីក្នុងចំណោមឬវិញ្ញាណពីកំណើតទាំង10មែនទេដើមឈើហូបផ្លែនេះគឺតាវចាស់នោះយកមកសុំការអត់ទោសមិនធម្មតាទេពួកគេពិតជាបានវាយលោកម្ចាស់តាវមួយប្រាវហើយថែមទាំងបង្ខំឲ្យគាត់ប្រគល់ហួងចុងលីដើម្បីសុំទោសទៀតផងប្អូនទី7សត្វចិញ្ចឹមរោមហុយនេះល្អណាស់ទៅថ្ងៃមុខឯងចិញ្ចឹមវាដូចជាឆ្កែទៅដើម្បីធ្វើជាមិត្តភក្តិយើងជាសត្វទេវៈដ៏អស្ចារ្យណាស់ណាបើឯងមិនព្រមធ្វើជាឆ្កែទេនោះយើងនឹងសម្លាប់ឯងយកទៅធ្វើស៊ុបហើយហុកកុំសម្លាប់ខ្ញុំអីដោយសារឯងមានឋានៈតូចជាងគេទៅថ្ងៃមុខហៅថាសៀវប៉ា8តូចទៅបងប្រុសទី2ឆាប់ជួយសៀវប៉ាទៅ
សហការីតាវទាំងឡាយហុងជន់មកសួរសុខទុក្ខហើយបងប្រុសទី2តើតាវច្រមុះគោនោះមកធ្វើអ្វីទៀតហើយតាវច្រមុះគោនោះចង់ឲ្យយើងទៅជាមួយដើម្បីបំបែកសមរភូមិដាវពិឃាតទេវៈស្អីគេនោះយើងមិនទំនេរទេអ្នកណាខ្ជិលទៅក៏ទៅសមរភូមិដាវពិឃាតទេវៈហុងជុនហ៊ានមកដល់ភូមិឃ្លោកដោយផ្ទាល់ដើម្បីសុំជំនួយតើវាមានន័យថាសង្គ្រាមរវាងទេវៈនិងបិសាចដែលសម្រេចវាសនាមេឃដីចិត្តផ្ទុះឡើងហើយមែនទេមើលទៅវាបានឈានដល់ចុងសម័យឡុងហ៊ានហើយបងប្រុសទី2បងប្រុសទី3ខ្ញុំគិតថាពួកបងគួរតែទៅប្អូនទី7តើឯងចង់មានន័យថាម៉េចហេតុអ្វីពួកយើងត្រូវទៅជួយតាវច្រមុះគោនោះខ្ញុំមិនបានប្រាប់ឲ្យពួកបងទៅជួយហុងជុនឡើយសង្គ្រាមនោះច្បាស់ជាមានអ្នកស្លាប់និងរបួសដល់ពេលនោះរដនសម្បត្តិទាំងនោះនឹងគ្មានម្ចាស់ឡើយបើពួកយើងមិនទៅយកទេតើមិនមែនទុកឲ្យតាវចាស់ហុងជុនទទួលបានផលប្រយោជន៍តែម្នាក់ឯងទេប្អូនទី7និយាយមានហេតុផលណាស់ពួកយើងទៅឥឡូវនេះតែម្ដងបងធំសម្រេចបានជាព្រះអរហន្តហើយកាំភ្លើងនេះគុណភាពល្អណាស់ពេលដែលយើងឆក់យកវាតាចាស់ហុងជិននោះខឹងសឹងតែស្លាប់ទៅហើយនេះជារតនផនមហាប្រល័យរបស់ធានតាវកាំភ្លើងសម្លាប់ព្រះហើយនៅមានឈូកខ្មៅតូចនេះទៀតខ្ញុំនៅទីនេះក៏មានដែរកាំភ្លើងសម្លាប់ព្រះផ្កាឈូកខ្មៅបំផ្លាញលោកថ្នាក់ទី12ឆ្នាំងឈៀនខុននិងកញ្ចក់ទេពយានយ៉ាងពួកគេជួយហុងជិនបំបែកសមរភូមិផ្ទុយទៅវិញបានឆក់យករតនផនទាំងអស់ហុងជិននៅពេលនេះប្រហែលជាឈឺចិត្តសឹងតែធ្លីទ្រូងហើយកញ្ចក់នេះចាំពេលសៀវលូផ្លាស់ប្ដូររូបរាងទៅទុកឲ្យគេតែងខ្លួនចុះចំណែកឯឆ្នាំងនេះអាចយកមកដងទឹកបានបំផ្លាញរបស់ទេពហើយកម្ពុជារតនផនពីកំណើតយកមកឆ្លុះកញ្ចក់យកឆ្នាំងឈៀនខុនមកដងទឹកជីទីគឺជាក្មេងប្រុសគួរតែមានរតនផនសម្រុំមួយកាំភ្លើងនេះសម្រាប់វាប្រហារឈូកខ្មៅនេះសម្រាប់ការពារខ្លួនសាកសមនឹងជីទីបំផុតទុកឲ្យឯងចុះអរគុណបង2បង3បង2និងបង3ក៏បានក្លាយជាពួកបរិសុទ្ធហើយដែរនៅក្នុងភូមិឃ្លោកមានពួកបរិសុទ្ធ3អង្គលេចឡើងហើយចម្លែកណាស់តើធម្មពលពណ៌ស្វាយដែលខ្ញុំស្រូបយកទៅណាអស់ហើយហេតុអ្វីបានជាកម្រិតវិជាមិនកើនឡើងតតែសោះចង្រៃឲ្យក្នុងខ្លួនខ្ញុំប្រហែលជាមានតាចាស់ម្នាក់ស្នាក់នៅទេដឹងសូម្បីតែបងធំក៏មើលមិនដឹងដែរចឹងរបស់នៅក្នុងខ្លួនខ្ញុំមិនមែនខ្លាំងជាងផានគូទៅទៀតទេអីប្រព័ន្ធពិតជាអស្ចារ្យមែននេះគឺយកមហាវិថីធម៌មកបិទត្រាក្នុងខ្លួនខ្ញុំហើយរបស់ល្អតែងតែចេញមកក្រោយគេបង្អស់ខ្ញុំជាកូនពៅផ្លាស់ប្ដូររូបរាងក្រោយគេច្បាស់ជាខ្លាំងជាងគេបំផុតហើយនេះឬមួយជាហុងចិនខ្លាយជាពួកបរិសុទ្ធហើយ
យើងគឺហុងចិនថ្ងៃនេះបានសម្រេចមហាវិថីធរធានវ័នសម្រេចផលធរដ៏ខ្ពង់ខ្ពស់បំផុតដោយក្តីអាណិតអាសូរដល់សត្វលោកទាំងឡាយដែលស្វែងរកធរគ្មានផ្លូវ30000ឆ្នាំក្រោយមកយើងនឹងសម្ដែងធរនៅវិមានជឿសៀវនៃពិភពលោកអ្នកដែលមាននិស្ស័យអាចមកស្ដាប់ធរបានតាចាស់ហុងចិននេះគ្រាន់តែសម្រេចជាពួកបរិសុទ្ធធានវ័នសោះតើធ្វើរឿងធំដុំម្លេះធ្វើដូចជាអ្នកផ្សេងមិនមែនជាពួកបរិសុទ្ធចឹងត្រូវហើយឈួតមែននោះជាពួកបរិសុទ្ធធានវ័នណាពួកបងគិតថាពួកបរិសុទ្ធធានវ័នដូចជាស្បែកក្តោបមែនទេមិត្តធម៌ទាំងឡាយនៃភូមិឃ្លោករឿងរ៉ាវចាស់មួយចំនួនក៏ដល់ពេលត្រូវទូទាត់គ្នាវិញហើយយល់ច្រឡំទេមិត្តធម៌ទាំងពីរមានអីនិយាយគ្នាសម្រួលបានទើបតែសម្រេចជាពួកបរិសុទ្ធក៏ចង់មកសងសឹកតែចុងក្រោយនៅតែគ្មានកម្លាំងតដីដដែលមិត្តធម៌ទាំងពីរសូមកុំខឹងអីរតនភណ្ឌទាំងពីរនេះចាត់ទុកជាកាដូសុំទោសចុះសូមមេត្តាលើកលែងទោសឲ្យខ្ញុំផង